Hello សួស្តីអ្នកទាំងអស់គ្នាហើយវីដេអូនេះថតតាំងពីថ្ងៃសៅរ៍តែអត់បានកាត់រវល់ច្រើនពេកចឹងហើយទៅមានពេលកាត់ទៅមានពេលបញ្ចូលសលេងវីដេអូនេះចង់បង្ហាញពីការធ្វើដំណើរនៅថ្ងៃសៅរ៍ដែលយើងបាននាំគ្នាទៅលេងនៅវត្តភ្នំបុណ្យហើយវត្តភ្នំបុណ្យហ្នឹងនៅចម្ងាយពីផ្ទះឆ្ងាយដែរអ្នកទាំងអស់គ្នាប្រហែលជា2000ម៉ែត្រដែលស្ថិតនៅខាងត្បូងផ្ទះបងស្រីរបស់ខ្ញុំអ្នកនៅខេត្តកំពតប្រហែលជាគាត់ស្គាល់ហើយវត្តភ្នំបុណ្យហើយឥឡូវនេះយើងកំពុងតែធ្វើដំណើរចេញទៅដល់ពាក់កណ្ដាលផ្លូវហើយអ្នកទាំងអស់គ្នាហើយយើងចេញដំណើរទៅមេឃរលឹមទៀតនិយាយរួមទៅឲ្យតាចេញធ្វើដំណើរដើរលេងនឹងតែមេឃរោតែភ្លៀងហើយនេះជាវីដេអូដំបូងដែលខ្ញុំបានធ្វើ vlog ទៅលេងនៅវត្តភ្នំបុណ្យនិយាយរួមទៅពួកខ្ញុំមិនដែលស្គាល់ទេអ្នកទាំងអស់គ្នាទៅតាយើងសាឡបងទៅលេងអញ្ចឹងណាថាទេសភាពនៅនឹងស្អាតអត់ហើយខែនេះជារដូវភ្លៀងអញ្ចឹងហើយទឹកក៏ឡើងទៅតាមនឹងដែរមើលព្រៀបបលាយតែម្ដងពួកយើងជិះតាមផ្លូវមើលទេសភាពតាមផ្លូវឃើញវាស្រែនិងភ្នំហើយនោះជាភ្នំបុណ្យពួកយើងជិះចិត្តទៅដល់ហើយថ្ងៃហ្នឹងជាថ្ងៃសៅរ៍ដែលទំនេរពីការធ្វើការយើងធ្វើដំណើរកំសាន្តលេងនិយាយរួមនៅខាងខេត្តកំពតគឺស្រុកអង្គរជ័យហ្នឹងទេសភាពស្អាតប្លែកហើយឥឡូវនេះយើងបានបត់ចេញពីផ្លូវផ្ទះហ្នឹងទៅវត្តភ្នំបុណ្យទេសភាពនៅវត្តហ្នឹងមើលទៅមានទឹកមានស្រែមានភ្នំទាបភ្នំខ្ពស់ហើយឥឡូវនេះយើងបានធ្វើដំណើរមកដល់ខ្លោងទ្វារវត្តហើយផ្លូវចូលវត្តហ្នឹងផ្លូវកាត់មកវត្តគេទៅតែធ្វើថ្មីអញ្ចឹងទៅរៀងហុយបន្តិចហើយឥឡូវយើងបត់ចូលតាមខ្លោងទ្វារមកចម្ងាយប្រហែលជា200ម៉ែត្រយើងនឹងដល់ក្នុងវត្តតែម្ដងហើយនេះផ្លូវនៅតាមភូមិដែលចូលទៅក្នុងវត្តនៅក្នុងវត្តទេសភាពស្អាតដែរអ្នកទាំងអស់គ្នាគឺនៅក្នុងវត្តលោកបានរៀបចំដាក់ទង់ជាតិជាច្រើនប៉ុន្តែវត្តនៅស្រុកខេត្តកំពតនេះគឺខុសពីវត្តនៅខេត្តបាត់ដំបងដោយសារតែវេនបិណ្ឌគឺស្ងាត់ជ្រាបអ្នកទាំងអស់គ្នាគេអត់សូវទៅប្រហែលទេគេទៅដូចជាពេលព្រឹកនិងពេលល្ងាចតែបន្តិចតែប៉ុណ្ណោះខុសពីបាត់ដំបងគឺយើងទៅមួយថ្ងៃកន្លះពេញតែម្ដងខ្ញុំមិនដឹងថាទំនៀមទម្លាប់នៅខេត្តគេយ៉ាងម៉េចទេប៉ុន្តែនៅខាងខ្ញុំខេត្តបាត់ដំបងគេធ្វើផ្សេងដល់ពេលមកដល់ខេត្តកំពតគេនៅវត្តគេធ្វើផ្សេងហើយឥឡូវនេះគឺយើងនាំគ្នាឡើងជណ្ដើរទៅខាងលើគឺខាងលើមានព្រះវិហារមួយហើយនេះជាកូនប្រុសរបស់ខ្ញុំបានឡើងជណ្ដើរមុនគេតែម្ដងហើយម៉ាក់របស់ខ្ញុំនៅខាងក្រោមគាត់មិនទាន់ឡើងមកទេហើយប្អូនស្រីរបស់ខ្ញុំផងដែរយើងគ្រាន់តែចង់ស្គាល់ថានៅខេត្តកំពតនិងនៅខេត្តបាត់ដំបងតើរបៀបនៃការរស់នៅរបស់គេខុសគ្នាច្រើនឬក៏តិចតែប៉ុណ្ណោះនៅតាមទីវត្តអារាមខែកាន់បិណ្ឌនៅខេត្តកំពតខុសពីនៅបាត់ដំបងឆ្ងាយអ្នកទាំងអស់គ្នាហើយខ្ញុំនិយាយនេះខ្ញុំមិនដឹងថាខុសឬត្រូវទេអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមិនមតិយោបល់សូមខមមិននៅខាងក្រោមដោយសារតែពួកយើងនៅខេត្តផ្សេងគ្នាចឹងទំនៀមទម្លាប់របស់ពួកយើងខុសគ្នាផងដែរសម្បីតែការរស់នៅការនិយាយស្ដីការហូបចុកគឺនិយាយខុសគ្នាទាំងអស់ហើយឥឡូវយើងឡើងជិតដល់លើវិហារហើយអ្នកទាំងអស់គ្នាគឺវិហារមិនធំប៉ុន្មានទេប៉ុន្តែព្រះវិហារនៅលើភ្នំចិន្តានៅវត្តនេះមាន160កាំអ្នកទាំងអស់គ្នាគឺឡើងមកចុកជើងដែរបើសិនជាអ្នកដែលអត់ទាន់ស្គាល់អ្នកទាំងអស់គ្នាអាចមកលេងនៅនេះបានមើលទៅទេសភាពស្អាតដែរប៉ុន្តែឡើងទៅដល់ខាងលើគឺសម្បូរទៅដោយដើមឈើគឺអត់មានមើលឃើញទៅវាស្រែទេពេលខ្ញុំឡើងទៅដល់លើវិហារខ្ញុំអត់បានថតនៅខាងក្រោមទេដោយសារតែថតអត់កើតគាត់ទៅដល់ដើមឈើហើយយើងក៏បានថតរូបដែរ